សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាក្នុងគណៈពេលដែលក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ានកំពុងតែជួបប្រជុំគ្នាគឺមានការវិវត្តច្រើនដែលខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តនេះគឺទី1ពីខាងសហរដ្ឋអាមេរិកនៅមុនពេលដែលក្រុមរដ្ឋមន្ត្រីជួបប្រជុំគ្នាគឺអ្នកនាំពាក្យរបស់ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកអ្នកនាំពាក្យរងគឺលោក Thomas Pickett បានបញ្ជាក់ថាសហរដ្ឋអាមេរិកបន្តអំពាវនាវដល់ប្រទេសកម្ពុជានិងប្រទេសថៃឲ្យបញ្ចប់អរិភាពដកអាវុធធុនធ្ងន់បញ្ឈប់ការដាក់មីននិងអនុវត្តយ៉ាងពេញលេញនៅកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡំពួរដែលរួមមានយន្តការដើម្បីពន្លឿនការដោះមីនមនុស្សធម៌និងដោះស្រាយបញ្ហាព្រំដែនសហរដ្ឋអាមេរិកសូមស្វាគមន៍មេដឹកនាំអាស៊ានដែលមកជួបជុំគ្នានៅសប្តាហ៍នេះដើម្បីគាំទ្រដល់ប្រទេសកម្ពុជានិងប្រទេសថៃក្នុងការគោរពយ៉ាងពេញលេញនៃការបញ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ចំនួននេះគឺជាអ្វីដែលខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបានចេញនៅថ្ងៃអាទិត្យបាទវាទៅជាថ្ងៃច័ន្ទមកនៅក្នុងប្រទេសកម្ពុជាគឺពេលដែលក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានជួបប្រជុំគ្នានៅទីក្រុងកូឡាឡំពួរហើយបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters គឺកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាននេះគឺមានគោលបំណងដើម្បីស្ដារឡើងវិញនៅបទឈប់បាញ់គ្នាដែលសម្របសម្រួលដោយប្រទេសម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកហើយក៏យើងដឹងថាប្រទេសកម្ពុជានិងប្រទេសថៃគឺនៅតែចោទគ្នាទៅវិញទៅមកអំពីថាអ្នកណាជាអ្នកបង្កឲ្យមានការខូចខាតដល់បទជប់បាញ់គ្នានេះហើយក្នុងពេលទន្ទឹមគ្នានោះដែរគឺក្រុមរដ្ឋមន្ត្រីដែលជួបប្រជុំគ្នានេះគឺធ្វើឡើងក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសម៉ាឡេស៊ីដូច្នេះម៉ាឡេស៊ីសង្ឃឹមថានឹងអាចកសាងទំនុកចិត្តបានរវាងប្រទេសកម្ពុជានិងប្រទេសថៃហើយនៅចុងក្រោយគឺក្នុងពេលប្រជុំនេះគឺក្រុមរដ្ឋមន្ត្រីក៏នឹងទទួលបាននៅការបង្ហាញជូនរួមមានព័ត៌មាននិងទិន្នន័យពីផ្កាយរណបពាក់ព័ន្ធនឹងការអនុវត្តបទជប់បាញ់គ្នាដោយភាគីទាំងពីរដើម្បីចង់ដឹងថាតើអ្នកណាជាអ្នករំលោភបំពាននេះបើយោងទៅតាមសាររបស់លោកអាន់វ៉ាអ៊ីប្រាហ៊ីមដែលជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោកបានបង្ហោះនៅតាមបណ្ដាញសង្គមរបស់លោកដោយនិយាយថាក្រុមអាស៊ាននឹងបង្ហាញឲ្យឃើញនៅការរកឃើញរបស់ពួកគេអំពីការស៊ើបអង្កេតនៅមូលដ្ឋានតែម្ដងហើយនឹងទិន្នន័យដែលទទួលបានអំពីការតាមដានមើលដោយប្រើបច្ចេកវិទ្យាពីផ្កាយរណបហើយឧបត្ថម្ភដោយសហរដ្ឋអាមេរិកនេះបើតាមការបញ្ជាក់តាមបណ្ដាញសង្គមដោយលោកអាន់វ៉ាហើយចុងក្រោយនេះគឺជាការជួបប្រជុំរបស់ក្រុមរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អាស៊ាននៅទីក្រុងកូឡាឡំពួរប្រទេសម៉ាឡេស៊ីទន្ទឹមនឹងពេលដែលជួបប្រជុំនោះគឺបើតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មានរបស់ខាង Al Jazeera លោក Tony Cheng បានរាយការណ៍ថាតាមមើលទៅការជាប់គាំងកាន់តែជ្រៅទៅពីព្រោះប្រទេសថៃនៅបន្តទាមទារឲ្យកម្ពុជាចាត់វិធានការសន្តិភាពឬក៏ជប់បាញ់នេះជាមុនសិនដោយប្រទេសថៃនិយាយថាកម្ពុជាទៅតែបញ្ឈប់ការបាញ់ប្រហារដោយថៃអះអាងថាចាប់តាំងពីការចាប់ផ្ដើមនៃចំនួនមកគឺកម្ពុជាជាអ្នកបាញ់មុនដូច្នេះគឺកម្ពុជាទៅតែឈប់មុនប៉ុន្តែកម្ពុជាបានជំទាស់ថាខ្លួនមិនបានបាញ់មុននោះទេឥឡូវនេះគឺថៃក៏ថាគាត់ចង់ឲ្យកម្ពុជាបញ្ឈប់ការបាញ់ប្រហារដោយបន្ថែមថាគឺរដ្ឋាភិបាលត្រូវការយោធារបស់ខ្លួនផ្ដល់ដំបូន្មានមករដ្ឋាភិបាលឬក៏ផ្ដល់យោបល់មករដ្ឋាភិបាលថាបទជប់បាញ់ឥឡូវនេះគឺអាចថិតទេបានហើយពេលនោះគឺមានតែពេលនោះទេដែលថៃនឹងចាប់ផ្ដើមអនុវត្តបទជប់បាញ់ជាមួយនឹងកម្ពុជាដែលចុះហត្ថលេខាក្នុងខែតុលានៅចំពោះមុខលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីហ
ហើយនៅទីក្រុងភ្នំពេញគឺបើយោងតាម Al Jazeera គឺហាក់ដូចជារឿងនេះហាក់ដូចជាស្ថិតនៅក្នុងភាពជាប់គាំងបន្តិចពីព្រោះយើងឃើញថារយៈពេល20នាទីចុងក្រោយនេះគឺនាយករដ្ឋមន្ត្រីថៃបានចេញមកពីធ្វើជាប្រធានក្រុមប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិប៉ុន្តែក៏បានធ្វើជាម្ចាស់ផ្ទះទទួលបេសកជនពិសេសរបស់ចិនប្រចាំអាស៊ានដែលមកប្រទេសកម្ពុជាកាលពីម្សិលមិញប៉ុន្តែជាថ្មីម្ដងទៀតប្រទេសថៃបាននិយាយថាខ្លួនគោរពការចូលរួមរបស់ប្រទេសចិនប៉ុន្តែថាខ្លួននៅតែត្រូវការឲ្យកម្ពុជាចាត់វិធានការជាមុនសិនបាទហើយដោយឡែកពីក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថានៅចន្លោះពីម៉ោង5ព្រឹកដល់ម៉ោង6ព្រឹកគឺយោធាថៃបាញ់កំប្លោងកំភ្លើងធំរក្រោះកំភ្លើងដៃនិងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រប្រាសាទតាមាន់ហើយដល់ម៉ោង7និងដល់ម៉ោង8គឺយោធាថៃបន្តបាញ់កំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាមាន់ហើយចាប់ពីម៉ោង8ដល់ម៉ោង12ថ្ងៃត្រង់យោធាថៃនៅតែបន្តបាញ់កំភ្លើងធំ DT1 DTI 2កំភ្លើងធំផ្លោងពីចម្ងាយកំភ្លើងត្បាល់និងដ្រូនជាច្រើនចូលភូមិសាស្ត្រប្រាសាទព្រះវិហារនិងបានផ្លោងចូលភូមិសាស្ត្រគោល8តាថាវភ្នំខ្មោចជាំតែនិងបន្តបាញ់កំភ្លើងធំនិងរក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់យ៉ាងគំហុកបាទនេះគឺជាអ្វីដែលខាងភាគីកម្ពុជាបានចងក្រងហើយជម្រាបជូនទៅដល់សាធារណជនទាំងអស់ក៏ដូចជាអ្នកសារព័ត៌មានបាទសូមសង្ខេបជូនប្រិមិត្តប៉ុណ្ណេះបើមានព័ត៌មានអ្វីថ្មីខ្ញុំនឹងជម្រាបជូននៅពេលក្រោយសូមអរគុណសូមជម្រាបលា